សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមាននៅคลิปវីដេអូមួយដែលមានចំណងជើងថាស្ដេចព្រៃភ្នំអរ៉ាល់ដែលចាស់តែងតែនិយាយថាបើដើរជួបវាដល់ចៃដន្យហើយគឺពុំអាចមានជីវិតវិលត្រឡប់មកវិញបានទេសាច់រឿងនេះគឺខ្ញុំបានដកស្រង់ចេញពីអ៊ំស្រីអ្នកដែលមានអាយុ90ឆ្នាំដែលគាត់រស់នៅខាងស្រុកអរ៉ាល់នឹងផ្ទាល់អញ្ចឹងចង់ដឹងសាច់រឿងទៅជាយ៉ាងណាតោះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាដើមសាច់រឿងដំបូងនេះគឺខ្ញុំនិងមិត្តសម្លាញ់ខ្ញុំចំនួន3នាក់ដែលម្នាក់ឈ្មោះធីរៈហើយម្នាក់ទៀតឈ្មោះសៀនក្រោយពីប្រឡងចប់នាទី12ពួកយើងក៏បានមានគម្រោងទៅបោះតង់នៅភ្នំអរ៉ាល់ចំនួន3ថ្ងៃហើយក្រោយពីនិយាយគ្នារួចហើយពួកយើងក៏សម្រេចថាចេញទៅព្រឹកស្អែកប៉ុន្តែដោយសារតែរអាក់រអួលការរៀបចំខ្លះពួកយើងក៏មិនបានចេញទៅពីព្រលឹមបែរជាដូរម៉ោងទៅជាម៉ោង4ល្ងាចវិញហើយក៏សម្រេចចិត្តថាទៅសម្រាកនៅឯស្រុកអរ៉ាល់ចំនួន1យប់សឹមធ្វើដំណើរបន្តទៅកាន់ភ្នំអរ៉ាល់តែម្ដងអញ្ចឹងបន្ទាប់ពីយើងចេញដំណើរទៅដល់ស្រុកអរ៉ាល់ពួកខ្ញុំក៏បានសម្រាកនៅទីនោះ1យប់ហើយសម្រេចចិត្តថាព្រឹកស្អែកនឹងចេញពីព្រឹកទៅកាន់ភ្នំអរ៉ាល់តែម្ដងនៅព្រឹកបន្ទាប់ពួកខ្ញុំក៏បានរៀបចំខ្លួនស្រស់ស្រូបអាហាររួចរាល់ជាការស្រេចហើយពួកយើងក៏ប្របួកគ្នាឡើងទៅភ្នំអរ៉ាល់ប៉ុន្តែមុននឹងឡើងនោះគឺយើងត្រូវធ្វើដំណើរឆ្ងាយគួរសមដែរចឹងហើយពួកខ្ញុំក៏បានជិះម៉ូតូយកទៅកាក់សាំងពេញដើម្បីធ្វើដំណើរទៅកាន់ភ្នំអរ៉ាល់នៅពេលដែលទៅដល់ក្បែរផ្លូវដែលគេថាឡើងទៅភ្នំអរ៉ាល់ដោយសារតែពួកខ្ញុំទាំង3នាក់គឺអត់ស្គាល់ផ្លូវច្បាស់ដែរទេគឺខ្ញុំមើលទៅតាម map ហើយនឹងសួរអ្នកភូមិតែប៉ុណ្ណោះនៅពេលដែលទៅដល់តំបន់នោះខ្ញុំក៏បានចូលទៅកាន់ផ្ទះស្រីម្នាក់ដែលគាត់ស្ថិតនៅភ្នំអរ៉ាល់នឹងឯងហើយខ្ញុំក៏បានសួរគាត់ដើម្បីចង់ដឹងពីព័ត៌មានខ្លះៗអំពីភ្នំអរ៉ាល់ដើម្បីងាយស្រួលក្នុងការធ្វើដំណើរហើយទីមួយនេះគឺយើងស្គាល់ផ្លូវច្បាស់ជៀសវាងការវង្វេងផ្លូវនៅក្នុងព្រៃភ្នំបន្ទាប់ពីគិតគ្នារួចហើយពួកខ្ញុំទាំង3នាក់ក៏ជម្រាបសួរទៅកាន់អ៊ំស្រីហើយសួរអ៊ំស្រីថាអ៊ំតើពួកខ្ញុំអាចសុំសួរព័ត៌មានខ្លះៗពីភ្នំអរ៉ាល់បានដែរអត់ហើយអ៊ំស្រីក៏ងាកមករកពួកខ្ញុំហើយគាត់ក៏បានតបវិញថាអីទេក្មួយតើក្មួយចង់សួរអីហើយគាត់ក៏សួរភ្ជាប់មកវិញទៀតថាតើពួកក្មួយទាំង3នាក់ទៅណាដែរមានសាក់ដូមានអីនេះហើយពួកខ្ញុំក៏ប្រាប់ទៅអ៊ំស្រីតាមដំណើររឿងថាពួកខ្ញុំទាំង3នាក់គឺមានគម្រោងទៅបោះតង់លេងនៅលើភ្នំអរ៉ាល់ចំនួន3ថ្ងៃបន្ទាប់ពីឮពួកខ្ញុំនិយាយហើយទឹកមុខអ៊ំស្រីក៏ហាក់ជាមិនសូវជាស្រស់ហើយក៏និយាយមកវិញថាពួកក្មួយទៅតែ3នាក់ទេមែនហើយខ្ញុំក៏ឆ្លើយថាបាទតែ3នាក់ទេអ៊ំដល់ពេលចឹងទៅគាត់ក៏និយាយថាមិនល្អទេក្មួយបើចង់ឡើងភ្នំអរ៉ាល់គឺត្រូវតែមានព្រានព្រៃដែលច្បាស់ខាងផ្លូវច្បាស់ព្រោះអីភ្នំនេះមិនមែនជាភ្នំដែលដូចអ្វីដែលក្មួយគិតថាសប្បាយនោះទេគឺវាបង្កប់នៅរឿងអាថ៌កំបាំងចម្លែកជាច្រើនហើយខ្ញុំក៏សួរទៀតថាតើអាថ៌កំបាំងអ្វីដែរអ៊ំហើយអ៊ំក៏បាននិយាយតទៅទៀតថាក្មួយដឹងទេកាលពីសម័យប៉ុលពតគឺអ៊ំស្រីនិងប្តីរបស់អ៊ំគឺបានភៀសខ្លួនមកកាន់តំបន់អរ៉ាល់នេះដើម្បីគេចខ្លួនពីរបបបល្ល័ង្កពូជសាសន៍ដែលមានគ្នាចំនួន7នាក់ហើយអ៊ំស្រីក៏បន្តទៀតថាអ៊ំមករស់នៅទីនេះគឺជិត50ឆ្នាំហើយគឺអ៊ំដឹងច្បាស់ណាស់អំពីភ្នំនេះគឺវាមិនល្អដោយដែលអ្វីដែលក្មួយគិតថាសប្បាយនោះទេភ្នំនេះគឺបានបង្កប់នៅអាថ៌កំបាំងជាច្រើនហើយក៏សម្បូរទៅដោយសត្វកាចសាហាវហើយគាត់ក៏បានបញ្ជាក់ទៀតថាប្តីរបស់គាត់គឺជាព្រានព្រៃម្នាក់នៅភ្នំអរ៉ាល់នេះដែលបានស្លាប់បន្ទាប់ពីប្តីរបស់គាត់បានឡើងទៅបរបាញ់សត្វជាមួយនឹងព្រានដតីទៀតនៅលើភ្នំនោះហើយគាត់ក៏បាននិយាយទៀតថានៅលើភ្នំនោះគឺមាននៅស្ដេចព្រៃឬក៏ហៅថាពស់ត្បាល់ដែលគេនៅតែជឿថាវាមិនទាន់ផុតពូជនេះទេវានៅតែមានគ្រាន់តែវានៅសំងំលាក់ខ្លួនមិនឲ្យមនុស្សឃើញតែប៉ុណ្ណោះកាលនោះគឺប្តីរបស់គាត់បានបរបាញ់ចូលទៅដល់តំបន់ដែលពួកវាកំពុងរស់នៅដែលធ្វើឲ្យពួកវាមានការវាយប្រហារទៅលើព្រានដតីរួមទាំងប្តីរបស់គាត់ផងដែរហើយក៏បណ្ដាលឲ្យប្តីរបស់គាត់បានស្លាប់នៅក្នុងពេលនោះនៅសល់តែអ៊ំឈឿនម្នាក់ដែលគាត់ជាព្រានព្រៃចំណាស់ដែលដឹងភូមិសាស្ត្រច្បាស់លាស់ពីតំបន់នោះហើយក៏បានរួចរៀនមានជីវិតមកដល់សប្តាហ៍ថ្ងៃហើយគាត់និយាយដែរថា
ពស់ត្បាល់គឺជាសត្វពស់ដែលមានភាពកាចសាហាវខ្លាំងហើយបើនិយាយពីទំហំរបស់វាវិញគឺវាមានទំហំធំខ្លាំងណាស់គឺសឹងតែអាចនិយាយបានថាវាមានទំហំប៉ុនដើមដូងដើមត្នោតឯណោះហើយចាស់សម័យបុរាណតែងតែនិយាយតគ្នាថាបើដើរជួបវាដល់ចៃដន្យហើយគឺពិតណាស់មិនអាចគេចខ្លួនពីការប្រមាញ់របស់វាបានឡើយមានតែ2 ទៅ 3% ប៉ុណ្ណោះដែលអាចមានជីវិតត្រឡប់មកវិញបានហើយពស់ត្បាល់វាមានសម្បុរខ្មៅរលើបនៃក្រហមត្នោតធំដែលបន្លំនឹងភក់បាតបឹងឬស្ទឹងនៅក្នុងព្រៃជ្រៅនាសម័យនោះអ្នកដើរព្រៃក៏ដូចជាអមជឿនផ្ទាល់គឺមានការប្រុងប្រយ័ត្នខ្លាំងណាស់ព្រោះបើដើរចូលទៅក្នុងតំបន់វាដោយមិនដឹងខ្លួនហើយគឺមិនអាចមានជីវិតត្រឡប់មកវិញបានទេហើយគាត់បានបញ្ជាក់ទៀតថាកន្លែងដែលពស់ត្បាល់រស់នៅគឺងាយស្រួលក្នុងការសម្គាល់ទេគឺថាដើមឈើមួយទ្រុបឬក៏តំបន់មួយកន្លែងដែលមានដើមឈើជ្រុះស្លឹកអស់ហើយសន្តានដីខាងក្រោមវិញគឺមានលក្ខណៈរលីងហើយស្ថិតនៅក្បែរបឹងឬត្រពាំងដែលមានស្ថានភាពស្ងាត់ជ្រងំពុំមានសត្វព្រៃណាហ៊ានទៅក្បែរឡើយហើយបើដើរសុកស្រាប់តែឆ្កែឬក៏ស្រណក់ដែលទៅជាមួយយើងនោះមានការផ្អើលរត់ត្រឡប់ក្រោយច្បាស់ណាស់ថាតំបន់នោះជាតំបន់ដែលពស់ត្បាល់កំពុងរស់នៅហើយដូច្នេះគេត្រូវគេចខ្លួនពីតំបន់នោះឲ្យបានរហ័សតាមដែលអាចធ្វើទៅបានហើយគេត្រូវបោះចោលសម្ភារៈមួយចំនួនដូចជាក្រមាឬក៏អាវជាដើមដើម្បីកុំឲ្យពស់ត្បាល់ដេញតាមក្លិនដែលជាប់នឹងក្រមាឬអាវនោះព្រោះពួកវាជាសត្វដឹងក្លិនណាស់ពេលដែលមានសត្វឬមនុស្សចូលទៅតំបន់វានឹងវាយប្រហារភ្លាមហើយការវាយប្រហាររបស់វាគឺត្រឹមតែ2 ទៅ 3 នាទីប៉ុណ្ណោះហើយបើតាមចាស់និយាយតគ្នារហូតមកដល់បច្ចុប្បន្ននេះពស់ញីគឺថាមានមាឌធំជាងអាឈ្មោលទ្វេដងហើយពស់ឈ្មោលមានស្នែងដុះចាយពីលើដែលសម្គាល់ថាជាសត្វឈ្មោលហើយពស់ប្រភេទនេះគឺមានលក្ខណៈកើតខ្លាំងនៅរដូវធ្លាក់ព្រៀងដើមឆ្នាំដែលជារដូវដែលវាបង្កើតកូនឬក៏ពេលដែលវាការកូនគឺវាកាចខ្លាំងណាស់ទោះបីជាយើងមិនបានចូលទៅតំបន់របស់វាក៏វាអាចមកវាយប្រហារយើងនៅតំបន់ផ្សេងបានដែរហើយវាសម្បូរខ្លាំងកាលពីសម័យអង្គរហើយគេជឿថានៅពេលបច្ចុប្បន្ននេះក៏មិនទាន់មានការដាច់ពូជនៃប្រភេទពស់នេះដែរដូច្នេះហើយមុននឹងធ្វើដំណើរទៅណាគឺត្រូវមានការប្រុងប្រយ័ត្នទុកជាមុនបើសិនជាជួបពួកវាគឺដូចថាអញ្ចឹងមិនអាចត្រឡប់មកវិញបានទេក្រោយពីនិយាយចប់អ៊ំក៏បានបញ្ជាក់ទៀតថាដោយសារតែអាចារ្យតែជាប្តីអ៊ំស្រីមិនស្ដាប់គាត់ទើបវាត្រចេះដើរទៅចូលក្នុងតំបន់ដែលស្ដេចព្រៃកំពុងរស់នៅដែលធ្វើឲ្យមានការវាយប្រហារហើយក៏ស្លាប់នៅទីនោះទៅស្ដាប់លោកអ៊ំរួចហើយពួកខ្ញុំទាំង3នាក់ក៏មានការស្រឡាំងកាំងជាខ្លាំងហើយក៏រារែកចិត្តដូចជាមិនចង់ទៅបោះតង់លើភ្នំរ៉ាល់វិញព្រោះខ្លាចដូចអ៊ំនិយាយមែនគឺពួកខ្ញុំប្រហែលជាគ្មានជីវិតត្រឡប់មកវិញបាននោះទេហើយគាត់បញ្ជាក់ទៀតថាពស់ត្បាល់គឺមានពិតមែនគ្រាន់តែពេលប្រាប់ទៅគឺគ្មានអ្នកណាជឿទេព្រោះពុំដែលឃើញមានវត្តមានរបស់ពស់ត្បាល់តែនៅសម័យគាត់គាត់នៅរស់នៅនឹងជាព្រានព្រៃគឺគាត់ជួបហើយគាត់ក៏បានដឹងពីពស់ត្បាល់នេះច្បាស់ណាស់ប៉ុន្តែក្មេងៗជំនាន់ក្រោយប្រាប់ទៅបែរជាមិនជឿហើយថាគាត់ក៏ហត់ទៅវិញក្រោយពីស្ដាប់ដំណើររឿងរបស់លោកអ៊ំដែលនិយាយមកពួកខ្ញុំទាំង3នាក់ក៏និយាយគ្នាបន្តិចហើយក៏សម្រេចចិត្តថាមិនទៅបោះតង់នៅលើភ្នំរ៉ាល់វិញព្រោះខ្លាចជួបគ្រោះថ្នាក់ដោយដែលលោកអ៊ំនិយាយព្រោះអីព្រៃភ្នំនេះគឺមិនមែនជាព្រៃតូចនោះទេគឺល្វឹងល្វើយហើយមិនដឹងថាក្នុងព្រៃនោះពោពេញទៅដោយសត្វកាចសាហាវអ្វីខ្លះព្រៀបនឹងចេញដំណើរមកវិញអ៊ំប្រុសក៏បាននិយាយថាមិនអីទេក្មួយជ្រុលជាមកពីចម្ងាយហើយចាំអ៊ំជាអ្នកនាំផ្លូវក្មួយក៏បានដែរព្រោះអ៊ំស្គាល់តំបន់នេះច្បាស់ហើយស្គាល់ផ្លូវឡើងទៅកាន់ភ្នំរ៉ាល់ប្រហែលជាពុំមានបញ្ហាអ្វីកើតឡើងនោះទេស្ដាប់លោកអ៊ំហើយពួកខ្ញុំក៏និយាយគ្នាបន្តិចហើយក៏សម្រេចចិត្តថាអូខេទៅតាមអ៊ំក៏បានដែរព្រោះទីមួយនោះគឺមានលោកអ៊ំជាអ្នកនាំផ្លូវហើយគាត់ជាព្រានព្រៃហើយស្គាល់តំបន់នេះច្បាស់ប្រហែលជាពុំមានរឿងអីដូចគាត់និយាយមែននិយាយគ្នារួចហើយពួកខ្ញុំទាំង3នាក់គឺភិរៈនិងសៀនក៏បានរៀបចំឲ្យវ៉ាន់ក៏ដូចជាអាហារមួយចំនួនដូចជាត្រីខកំប៉ុងពងទាតែនបាតង់សម្រាប់ដែលជាសម្ភារៈបោះតង់នឹងហើយបន្ទាប់មកយើង